បន្ទាប់ពីខ្ញុំមកដល់ lab ខ្ញុំរៀបចំពាក់ស្រោមដៃហើយនឹងពាក់អាវសោតហ្នឹងហើយដោយសារតែយើងមិនត្រឹមតែពាក់អាវការពារទេគឺគ្រប់តាម regulation គឺច្បាប់នៃមន្ទីរពិសោធន៍ផងដែរអញ្ចឹងដោយសារតែ lab ខ្ញុំនេះវាអត់ពុលទេអញ្ចឹងគឺខ្ញុំមិនបាច់ពាក់វ៉ែនតាហើយនឹងក៏មិនបាច់ពាក់ mask ដែរតែ mask គឺខ្ញុំបានត្រៀមមកដែរបាទតើលើមើលសកម្មភាពខ្ញុំពិសោធន៍ទាំងអស់គ្នាគឺខ្ញុំដំបូងគឺបានរៀបចំកន្លែងស្រួលបួលហើយខ្ញុំក៏បើកផំគឺបើកម៉ាស៊ីនបឺតខ្យល់ហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមសំយោគបបតិតរបស់ខ្ញុំបន្តទៀតហ្នឹងហើយអញ្ចឹងបំបញ្ញមិញហ្នឹងគឺលោកគ្រូសាស្ត្រាចារ្យដឹកនាំរបស់ខ្ញុំគាត់បានចូលមកគាត់សួរថា what is that ហើយខ្ញុំប្រាប់ថាខ្ញុំធ្វើវីដេអូគាត់ថាអូខេគាត់ support ហ្នឹងហើយអត់អីទេគាត់សប្បាយចិត្តឲ្យធ្វើដើម្បីឲ្យខ្ញុំនឹងរវល់ហើយនឹងបំបត្តិ stress ហើយកំដរការអបសុខផងដែរហ្នឹងហើយបាទអញ្ចឹងអានេះគឺជាសកម្មភាពការធ្វើ lab របស់ខ្ញុំគឺខ្ញុំសំយោគបបតិតឥឡូវដោយសារតែសារធាតុគីមីរបស់ខ្ញុំនេះគឺខ្ញុំទុកវារយៈពេល2ថ្ងៃហើយតាំងពីសប្តាហ៍មុនហើយខ្ញុំក៏ចាប់ផ្ដើមបក paraffin គឺខ្ញុំបិទ paraffin ដើម្បីកុំឲ្យវាស្ងួតនិង affect ទៅលើ chemical របស់យើងអញ្ចឹងគឺខ្ញុំសំយោគបបតិតរបស់យើងហ្នឹងហើយដំបូង process របស់គេនេះគឺខ្ញុំលាងដោយ DMS ចំនួន3ដង1នាទីអូខេបាទខ្ញុំមើលម៉ោងគឺ1នាទីអូខេអញ្ចឹងប៉ុណ្ណឹងទាំងអស់គ្នាគឺជាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំក៏ដូចជាសកម្មភាពក្នុងការរៀន STEM គឺប្រទេសជាតិមួយគឺមានការរីកចម្រើនអាស្រ័យទៅលើវិស័យ STEM ក៏ដូចជាវិស័យផ្សេងទៀតផងដែរបាទសួស្តីទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើ lab ចប់មួយករណីគឺខ្ញុំបញ្ញាប់រត់រះមកបរៀនបងប្អូនតាមអនឡាញហ្នឹងហើយអញ្ចឹងខ្ញុំបរៀនពួកគាត់រយៈពេល2ឆ្នាំហើយហ្នឹងហើយអញ្ចឹងខ្ញុំបន្តបរៀនពួកគាត់អញ្ចឹងនៅពេលនេះនៅទីនេះគឺម៉ោង2រសៀលហើយខ្ញុំអត់ទាន់បានហូបបាយថ្ងៃត្រង់ទេប៉ុន្តែខ្ញុំបានហូបនំប៉័ងព្រោះខ្ញុំខ្លាចខូចកាពះខ្ញុំញ៉ាំនំប៉័ងមួយសិនចាប់ពីបរៀនគឺខ្ញុំនឹងហូបបាយនេះគឺជាប្រអប់បាយរបស់ខ្ញុំហើយជីវិតគឺជាការតស៊ូមានទឹកមានអីចឹងទៅហ្នឹងហើយអញ្ចឹងអាហារដែលខ្ញុំធ្វើដោយខ្លួនឯងហើយហ្នឹងហើយខ្ញុំហូបនំប៉័ងមួយសិនឲ្យនឹងពោះហើយខ្ញុំបន្តបរៀនបងប្អូនកូនសិស្សរបស់ខ្ញុំហ្នឹងហើយអរគុណបាយបាយអញ្ចឹងឥឡូវខ្ញុំចាប់ lab របស់ខ្ញុំហើយគឺនៅម៉ោង6:23នាទីហ្នឹងហើយអញ្ចឹងបន្ទាប់ពីចាប់ lab ខ្ញុំចាប់ផ្ដើមរៀបចំកៅអៅទៅផ្ទះហើយធ្វើដំណើរទៅផ្ទះវិញដោយលំហាត់ប្រាណរយៈពេល30នាទីដោយដើរអញ្ចឹងណាហ្នឹងហើយអរគុណ